សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃស្តីពីស្ថានភាពពលរដ្ឋភេសឹកនិងផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជាគិតមកត្រឹមព្រឹកថ្ងៃទី19ខែសីហាឆ្នាំ2026ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមជម្រាបជូនសាធារណមតិជាតិនិងអន្តរជាតិជ្រាបថាចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជានិងថៃបានចូលជាធរមានកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ផ្អែកតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ភាគីថៃពុំបានអនុវត្តតាមកាតព្វកិច្ចបទឈប់បាញ់នេះឲ្យបានពេញលេញនិងស្មោះត្រង់ឡើយផ្ទុយទៅវិញយោធាថៃបាននឹងកំពុងបន្តរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាតាមរយៈការកាន់កាប់ទីតាំងស៊ីវិលការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋស៊ីវិលនិងការរារាំងប្រជាពលរដ្ឋកម្ពុជាមិនឲ្យវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញក្រសួងមហាផ្ទៃសូមធ្វើបច្ចុប្បន្នភាពទិន្នន័យបឋមគិតត្រឹមព្រឹកថ្ងៃទី19ខែសីហាឆ្នាំ2026ដូចខាងក្រោម 1. ស្ថានភាពជនភេសឹកនិងការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិក្នុងចំណោមជនភេសឹកសរុបជាង 640,000 នាក់នៅមានប្រជាពលរដ្ឋចំនួន 18,703 នាក់ទៀតក្នុងនោះមានស្ត្រី 9,437 នាក់និងកុមារ 6,066 នាក់មិនទាន់អាចវិលត្រឡប់ទៅកាន់ភូមិករនិងលំនៅឋានដើមវិញដោយសារការរារាំងពីសំណាក់យោធាថៃការរារាំងនិងការមិនអាចវិលត្រឡប់នេះមិនមែនជាផលប៉ះពាល់ដោយអចេតនានៃចំនួននោះទេប៉ុន្តែជាលទ្ធផលផ្ទាល់នៃការបន្តកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃមកលើភូមិឋានស៊ីវិលនិងការចូលកំទេចផ្ទះសម្បែងទ្រព្យសម្បត្តិពលរដ្ឋបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមានសកម្មភាពទាំងនេះក៏បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ1949ដែលបានហាមឃាត់ដាច់ខាតការបណ្តេញចេញការផ្ទេរដោយបង្ខំនិងការជម្លៀសជនស៊ីវិលពីទឹកដីដែលត្រូវកាន់កាប់ 2. ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងការផ្អាកសេវាសាធារណៈជាមូលដ្ឋានអំពើឈ្លានពាននិងការបន្តកាន់កាប់ដោយខុសច្បាប់របស់ភាគីថៃបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិសាធារណៈនិងឯកជនព្រមទាំងបេតិកភណ្ឌវប្បធម៌កម្ពុជាក្នុងនោះទ្រព្យសម្បត្តិឯកជនខូចខាតជាបឋមរួមមានផ្ទះ 1558 ខ្នងអគារស៊ីវិល 7 សណ្ឋាគារអគារស្នាក់នៅ 10 ស្ថានីយ៍ប្រេង 4 ផ្សារឯកជន 1 រថយន្ត 34 គ្រឿង ម៉ូតូ 10 គ្រឿង លានទិញដំឡូង 1 ឃ្លាំងទំនិញ 1 បង្គោលអង់តែនទូរស័ព្ទ 39 និងប្រព័ន្ធទឹកស្អាត 6 កន្លែងដែលជាការរំលោភទាំងស្រុងលើសិទ្ធិម្ចាស់កម្មសិទ្ធិនិងសិទ្ធិរស់នៅដែលមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សឆ្នាំ1948ជាមួយគ្នានេះទ្រព្យសម្បត្តិសាធារណៈខូចខាតជាបឋមរួមមានសាលារៀន 26 មន្ទីរពេទ្យមណ្ឌលសុខភាព 14 អគាររដ្ឋបាល 74 វត្តអារាម 19 សាលាឆទាន 1 រូបសំណាក 2 រថយន្ត 1 គ្រឿង ស្ពាន 5 ផ្លូវ 87 ខ្សែ ផ្សារ 1 បណ្ដាញបញ្ជូនអគ្គិសនី 3 កន្លែង និងប្រាសាទបុរាណចំនួន 4 កន្លែង ដែលជាការរំលោភទាំងស្រុងលើអនុសញ្ញាទីក្រុងឡាអេឆ្នាំ1954 ស្ដីពីការការពារសម្បត្តិវប្បធម៌និងបេតិកភណ្ឌពិភពលោកបន្ថែមលើនេះការបន្តបិទទ្វារសាលារៀនសរុប15កន្លែងនិងមណ្ឌលសុខភាពមន្ទីរពេទ្យ7កន្លែងក្នុងខេត្តឧត្តរមានជ័យបន្ទាយមានជ័យនិងព្រះវិហារបានធ្វើឲ្យកុមារនិងប្រជាពលរដ្ឋបាត់បង់សិទ្ធិទទួលបានការសិក្សានិងសេវាថែទាំសុខភាពជាមូលដ្ឋានក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមប្រកាសគាំទ្រការតវ៉ារបស់រាជរដ្ឋាភិបាលជំទាស់ជាផ្លូវការចំពោះយោធាថៃដែលបានបន្តប្លន់យកដែនដីកម្ពុជាបែងចែកឲ្យប្រជាជនខ្លួនជាក់ស្ដែងកាលពីថ្ងៃទី13ខែសីហាឆ្នាំ2026
អាជ្ញាធរថៃបានប្រកាសផែនការបែងចែកដីធ្លីមួយជុំថ្មីទៀតនៅក្នុងភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យជាទីដែលពួកយោធាថៃបានឈ្លានពានចូលវាយកំទេចផ្ទះសម្បែងនិងរារាំងពលរដ្ឋខ្មែរជាម្ចាស់ភូមិករមិនឲ្យវិលទៅកាន់លំនៅឋានវិញសកម្មភាពនេះគឺជាការប៉ុនប៉ងយ៉ាងច្បាស់ដើម្បីធ្វើឲ្យស្របច្បាប់នៃការកាន់កាប់ខុសច្បាប់របស់ថៃនៅក្នុងតំបន់នោះដែលរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា5នៃអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកចុះថ្ងៃទី14ខែមិថុនាឆ្នាំ2000សេចក្តីប្រកាសរួមនៃកិច្ចប្រជុំ GBC លើកទី3ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025និងអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ1949ដែលបានហាមឃាត់ដាច់ខាតការបណ្តេញចេញការផ្ទេរដោយបង្ខំនិងការជម្លៀសជនស៊ីវិលពីទឹកដីដែលត្រូវកាន់កាប់ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមសង្កត់ធ្ងន់ថាផ្អែកតាមគោលការណ៍ច្បាប់អន្តរជាតិដរាបណាអ្នកដែលកំពុងកាន់កាប់ខុសច្បាប់ត្រូវបានតវ៉ាប្រឆាំងជានិច្ចដោយម្ចាស់ទឹកដីដរាបនោះអ្នកដែលកំពុងកាន់កាប់ដោយខុសច្បាប់នឹងមិនទទួលបានសិទ្ធិកាន់កាប់ស្ថាពរឡើយផ្ទុយទៅវិញដរាបណាម្ចាស់ទឹកដីនៅតែប្រឆាំងតវ៉ាជានិច្ចដរាបនោះខ្លួនមិនបាត់បង់សិទ្ធិដោយការផុតអញ្ញាយុកាលឡើយកម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនដោយឯកតោភាគីឬដោយប្រើប្រាស់កម្លាំងទាំងពេលកន្លងមកទាំងបច្ចុប្បន្ននិងអនាគតថ្ងៃពុធ6កើតខែស្រាបឆ្នាំមមីអត្តស័កពុទ្ធសករាជ2570រាជធានីភ្នំពេញថ្ងៃទី19ខែសីហាឆ្នាំ2026